ជំរាបសួរខ្ញុំឈ្មោះតុយច័ន្ទសេរីពេជ្រជាសិស្សថ្នាក់ទី5នៃសាលាអន្តរជាតិ KCE ថ្ងៃនេះខ្ញុំមានរឿងនិទានមួយដែលមានចំណងជើងថាឆ្កែនិងខាំពពែកាលពីព្រៃនាយមានគង្វាលពពែម្នាក់ជាកម្មកររបស់សិទ្ធិបានគៀងពពែទៅស៊ីស្មៅនៅក្បែរព្រៃមួយកាលនោះមានថ្មើរព្រៃម្នាក់បាននាំឆ្កែចំនួន3ចូលក្នុងព្រៃនោះដែលដើម្បីទៅរកអស់នឹងបន្លែថ្មើរព្រៃបានឃើញហ្វូងពពែនៅទីនោះក៏នាំឆ្កែចេញឲ្យឆ្ងាយពីហ្វូងពពែប្រហែល60ជាងព្រោះខ្លាចឆ្កែខាំពពែបន្ទាប់មកថ្មើរព្រៃក៏ចូលទៅសម្រាកក្រោមម្លប់ឈើមួយដើមលុះត្រូវខ្យល់រំភើយត្រជាក់ទន់ត្របកភ្នែកថ្មើរព្រៃក៏សម្រាកលក់ទៅពេលនោះមានកូនពពែមួយក្បាលដើរចេញពីហ្វូងចម្ងាយប្រហែល60ជាងក៏ជួបនឹងឆ្កែរបស់ថ្មើរព្រៃហើយឆ្កែទាំងនោះក៏ចោមរោមខាំពពែរហូតដល់ស្លាប់នៅទីនោះអ្នកគង្វាលពពែស្ទុះរត់ស្រែកដេញឆ្កែយ៉ាងខ្លាំងសំដៅទៅកន្លែងដែលឆ្កែកំពុងខាំពពែថ្មើរព្រៃក៏ភ្ញាក់ឡើងភ័យឆោឡោទើបនិយាយអង្វរអ្នកគង្វាលថាមនាសំឡាញ់សុំអ្នកកុំខឹងនឹងខ្ញុំអីខ្ញុំអត់បានដឹងថាពពែអ្នកមកក្នុងទីនេះទេមុននេះបន្តិចខ្ញុំខ្លាចឆ្កែខ្ញុំខាំពពែសំឡាញ់ឯងបានជាខ្ញុំនាំឆ្កែចេញឲ្យឆ្ងាយពីហ្វូងពពែរបស់អ្នកប្រវែងប្រហែល60ជាងទោះបីថ្មើរព្រៃអង្វរអ្នកគង្វាលពពែយ៉ាងណាក៏គេមិនចិត្តទើបមានអ្នកគង្វាលទៅប្រាប់សេដ្ឋីជាចៅវាយសេដ្ឋីក៏ហៅថ្មើរព្រៃមកស្ដីបន្ទោសហើយដាក់កំហុសឲ្យសងថ្លៃពពែរបស់ខ្លួនថ្មើរព្រៃក៏មិនព្រមសងថ្លៃពពែនោះដែរព្រោះសំអាងថាខ្លួនមិនមានកំហុសសេដ្ឋីក្តៅចិត្តខ្លាំងណាស់ព្រោះអាងថាខ្លួនមានទ្រព្យសម្បត្តិក៏ប្រាប់ថ្មើរព្រៃទៅថាបើឯងមិនព្រមសងទេអញនឹងទៅប្តឹងដល់ចៅក្រមឲ្យកាត់ទោសឯងហើយថ្មើរព្រៃនិយាយបណ្ដោយថាមែនហើយលោកសេដ្ឋីធ្វើអញ្ចឹងទើបអាចរកខុសត្រូវហើយល្ងាចនោះលោកសេដ្ឋីបានយកប្រាក់ជាច្រើនទៅសោកដល់ចៅក្រមទុច្ចរិតទទួលសំណូកហើយប្រាប់សេដ្ឋីថាលោកសេដ្ឋីមិនបាច់ព្រួយទេចាំខ្ញុំគំរាមវាឲ្យសងពពែមួយជា4ទើបរួចខ្លួនបើវាមិនសងទេខ្ញុំនឹងដាក់ទោសវាឲ្យធ្ងន់ដៃព្រឹកឡើងចៅក្រមទុច្ចរិតទៅកាន់សាលាកាត់ក្តីឃើញសេដ្ឋីនិងថ្មើរព្រៃនៅក្នុងទីនោះក៏សួរធ្វើពើថាលោកសេដ្ឋីនិងថ្មើរព្រៃអញ្ជើញមកមានការអ្វីចៅក្រមទី2ជម្រាបថាសេដ្ឋីនិងថ្មើរព្រៃមកនេះមានវិវាទនឹងគ្នាត្រូវកាត់ក្តីក្នុងថ្ងៃនេះចៅក្រមទុច្ចរិតសួរទៅសេដ្ឋីថាលោកមានរឿងមិនសុខចិត្តដូចម្តេចសេដ្ឋីឆ្លើយថាមកព្រៃនេះឲ្យឆ្កែខាំពពែខ្ញុំស្លាប់ហើយមិនព្រមសងថ្លៃពពែខ្ញុំទេគេជាមនុស្សបំពានលើច្បាប់ព្រោះហេតុនេះហើយបានជាខ្ញុំមិនសុខចិត្តចូលមកឲ្យលោកកាត់សេចក្តីឲ្យបានសុចរិតចៅក្រមទុច្ចរិតក៏និយាយទៅថ្មើរព្រៃថាអ្នកឯងអីក៏អាក្រក់ម្ល៉េះឲ្យឆ្កែទៅខាំពពែគេស្លាប់ហើយនៅមិនព្រមសងពពែគេទៀតអ្នកឯងត្រូវតែសងពពែលោកសេដ្ឋីមួយជា4មិនសងមិនបាននឹងមានទោសស្វាងព្រៃក៏និយាយថាតវ៉ាតាមសេចក្តីពិតទើបតែបានទី3ម៉ាត់ចៅក្រមទុច្ចរិតស្រែកគំរាមខ្លាំងថាឆាប់ចេញទៅយកលុយថ្លៃពពែឲ្យមកសងលោកសេដ្ឋីថ្មើរព្រៃតល់គំនិតក៏យំដើរចេញពីសាលាទៅក្នុងការនោះធម្មនេតបណ្ឌិតព្រះធម្មសិទ្ធដើរចេញពីបម្រើស្ដេចពេលvàoព្រៃឃើញហើយក៏ដើរទៅក្រាបបន្ទោប្រាប់ធម្មនេជ័យបណ្ឌិតតា
ដំណើររឿងទាំងអស់ធនជ័យក៏នាំស្មាព្រៃចូលទៅកាន់សាលាក្តីវិញចៅក្រមឃើញធនលេខជ័យបណ្ឌិតនាំស្មាព្រៃមកក៏សួរថាលោកបណ្ឌិតនាំស្មាព្រៃកំណែតនេះមកកំពុះអ្វីឬក៏មកឲ្យកំហុសខ្ញុំធនលេខជ័យតបថាមិនដូចខ្ញុំទេខ្ញុំចង់ដឹងថាតើស្មាព្រៃអ្នកនេះមានរឿងដូចវិដិចបានជាលោកកាត់ក្តីឲ្យគេសងថ្លៃប្រពៃសេដ្ឋីមួយជា4បើតាមខ្ញុំដឹងលោកកាត់ក្តីនេះមិនត្រឹមត្រូវទេចៅក្រមឮធនលេខជ័យបណ្ឌិតថាដូច្នោះក៏ភ័យតក់ស្លុតជាប់ខ្លួនដោយខ្លាចបញ្ញាបារមីរបស់ធនលេខជ័យបណ្ឌិតពេលនោះធនលេខជ័យបណ្ឌិតសួរទៅថ្វាព្រៃចំពោះមុខអ្នកទាំងអស់គ្នាអំពីបញ្ហានេះថ្មើមព្រៃឆ្លើយតាមពិតថាខ្ញុំនាំឆ្កែទៅព្រៃបានជួបនឹងវងពពែរបស់អ្នកគំរាលដោយខ្ញុំខ្លាចឆ្កែខ្ញុំខំពពែគាត់ខ្ញុំក៏នាំឆ្កែទៅឲ្យឆ្ងាយពីពពែគាត់ប្រវែងប្រហែល60ជាងហើយខ្ញុំក៏នាំឆ្កែចូលទៅសម្រាកក្រោមដើមឈើមួយដើមដែលមានម្លប់ត្រជាក់ល្ហឹមលុះត្រូវខ្យល់ត្រសៀកខ្ញុំក៏ទទួលទានដំណេកលក់ទៅស្រាប់តែឮមាត់កងវាលស្រែកថាឆ្កែខំពពែស្លាប់ហើយមកចាប់កំហុសខ្ញុំឲ្យសោយធនលេខជ័យបណ្ឌិតសួរអ្នកកងវាលថាតើពពែនោះឆ្កែខំក្នុងទីណាខំក្នុងវងពពែឬអ្នកកងវាលឆ្លើយថាខំក្នុងទីចិត្តដើមឈើដែលថ្មើមព្រៃសម្រាកពេលនោះធនជ័យបណ្ឌិតសួរបញ្ជាក់ទៅចៅក្រមទាំងអស់ថាត្រូវកាត់កំហុសទៅខាងណាចៅក្រមទាំងអស់លើស្ងៀមចៅក្រមទុច្ចរិតឆ្លើយថាសូមលោកបណ្ឌិតកាត់ក្តីឲ្យបានសុទ្ធរិទ្ធចប់ធនជ័យបណ្ឌិតកាត់ក្តីសេចក្តីថារឿងនេះមិនត្រូវឲ្យថ្វាព្រៃសងពពែសេដ្ឋីទេត្រូវឲ្យគង្វាលពពែសងវិញទៅត្រូវព្រោះខ្លួនជាអ្នកឃ្វាលពពែហើយអ្វីក៏បណ្ដោយឲ្យពពែដើរចេញពីវងចម្ងាយ60ជាងក៏បានប្រមូលឲ្យជួបជុំគ្នាបើតាមច្បាប់ថ្វាព្រៃត្រូវមានអំណាចស្ដីបន្ទោសដល់គង្វាលពពែព្រោះខ្លួនប្រហែលគ្មានគំនិតសូមអរគុណនាងខ្ញុំមានសំណួរតិចតួចសម្រាប់សួរ1ពេលថ្វាព្រៃនាំឆ្កែទៅព្រៃតើបានជួបអ្វីខ្លះ2តើមានអ្វីកើតឡើងនៅពេលថ្វាព្រៃសម្រាកលក់3តើសេដ្ឋីស្ដាប់ពីអង្គរបស់ថ្វាព្រៃតែឬទេសូមអរគុណសូមជម្រាបលា